សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ននេះព្រមទាំងមេដឹកនាំធំៗនៅលើពិភពលោកពីផែនការដែលយោធាថៃមានបំណងប្រើកម្លាំងដើម្បីដណ្ដើមយកទឹកដីកម្ពុជានៅទីតាំងចំនួន17ផ្សេងទៀតក្នុងតំបន់ចាប់ពីខេត្តពោធិ៍សាត់រហូតដល់ខេត្តកោះកុងដែលស្ថិតនៅប៉ែកខាងលិចនិងប៉ែកនិរតីនៃប្រទេសកម្ពុជានេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលបណ្ដាញសារព័ត៌មានទទួលបាននៅយប់ថ្ងៃទី17ខែកញ្ញាឆ្នាំ2025នេះដែលសេចក្តីថ្លែងការណ៍ព័ត៌មាននេះបានបញ្ជាក់ពីសាររបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតបានផ្ញើទៅកាន់លោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីនិងជាប្រធានអាស៊ាននាពេលបច្ចុប្បន្នព្រមទាំងថ្នាក់ដឹកនាំពិភពលោកនានាដែលរួមមានដូចជាលោកស៊ីជីនពីងប្រធានាធិបតីប្រទេសចិនលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោកអេម៉ានូអែលម៉ាក្រុងប្រធានាធិបតីប្រទេសបារាំងនិងលោកអង់ទីញ៉ូហ្គូតេរ៉េសអគ្គលេខាអង្គការសហប្រជាជាតិព្រមទាំងលោកស្រីអាណាឡេណាបេឡាបកប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80នៅក្នុងសេចក្តីថ្លែងព័ត៌មាននេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ប្រាប់មេដឹកនាំធំៗនៅលើពិភពលោកបែបនេះថាផ្អែកទៅលើប្រភពគួរឲ្យទុកចិត្តយោធាថៃមានបំណងប្រើកម្លាំងដើម្បីដណ្ដើមយកទឹកដីរបស់ប្រទេសកម្ពុជាចំនួន17ទីតាំងបន្ថែមទៀតនៅក្នុងតំបន់ចាប់ពីខេត្តពោធិ៍សាត់រហូតដល់ខេត្តកោះកុងដែលស្ថិតនៅប៉ែកខាងលិចនិងប៉ែកនិរតីនៃប្រទេសកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ផងដែរថាសកម្មភាពឯកតោភាគីខាងលើរបស់យោធាថៃគឺពឹងផ្អែកទៅលើផែនទីខ្នាត1 លើ 50,000 គូសដោយឯកតោភាគីដែលផ្ទុយពីផែនទីខ្នាតលើ1 200,000 ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នានិងជាលទ្ធផលនៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មាធិការព្រំដែនរវាងឥណ្ឌូចិននិងសៀមដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907រវាងបារាំងនិងសៀមដែលទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ ICJ ថែមទាំងត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយកម្ពុជានិងថៃក្នុងអនុសារណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកដែលបានចុះហត្ថលេខានៅថ្ងៃទី14ខែមិថុនាឆ្នាំ2000អនុសារណៈឆ្នាំ2000នេះត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិដោយប្រទេសថៃនៅថ្ងៃទី25ខែឧសភាឆ្នាំ2011និងមានការបោះពុម្ពផ្សាយនៅក្នុងបញ្ជីកម្រងសន្ធិសញ្ញានៃអង្គការសហប្រជាជាតិសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបន្ថែមថាសកម្មភាពឯកតោភាគីរបស់ថៃគឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគីតាមរយៈការប្រើកម្លាំងដែលជាការបំពានដោយផ្ទាល់ទៅលើអនុសារណៈឆ្នាំ2000អាណត្តិរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃហៅកាត់ថា JVC និងការបដិញ្ញាចិត្តដែលបានកត់ត្រានៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅនិងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគនាពេលថ្មីៗនេះដែលរួមមានភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹងឬពង្រីកវិសាលភាពនិងទំហំជម្លោះវិធានការជាឯកតោភាគីនេះរួមទាំងការអនុវត្តច្បាប់អាញាសឹករបស់ថៃនៅលើទឹកដីកម្ពុជាគឺជាការរំលោភទៅលើអធិបតេយ្យរបស់កម្ពុជាដែលមិនអាចទទួលយកបាននិងជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះច្បាប់អន្តរជាតិរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍លើសពីនេះសកម្មភាពឯកតោភាគីទាំងនេះមិនមែនតែជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កនៅហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សាបាទបងប្អូននេះគឺជាព័ត៌មានដែលទទួលបានថាសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានប្រាប់ទៅមេដឹកនាំអាស៊ានមេដឹកនាំធំៗនៅលើពិភពលោកពីផែនការដែលយោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមទឹកដីកម្ពុជាចំនួន17ទីតាំងផ្សេងទៀតតើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងមួយនេះ